មខ្លាជាអ្នកសរសេររៀបរៀងនឹងនិពន្ធដោយកវីជើងព្រៃរចនាក្របដោយជាសុធាពិនិត្យអក្ខរាវិរុទ្ធដោយកញ្ញាទុំពិសិដ្ឋវគ្គទី2អយតែចង់សរសេរមិនខ្វះទេអត្ថបទស្លឹកឈើត្រូវបានខ្យល់បក់អយធ្លាក់ចូលទៅក្នុងទឹកស្ទឹងមួយហើយហូរទៅតាមទឹកដោយគ្មានគោលដៅច្បាស់លាស់ឡើយបាក់សាយហោះហើរលើផ្ទៃអាកាសដោយក្តីរីករាយឬក៏ខ្លាទេខ្វល់ខ្វាយពីការស្វែងរកចំណៃរបស់វារៀងៗខ្លួនអ្នកនយោបាយពោលពាក្យជេរប្រមាថគ្នាគ្មានក្រមសីលធម៌បាត់បង់សន្តិភាពសង្គមគ្មានគិតពីផលប៉ះពាល់អ្វីសោះសិស្សសាលាទៅរៀនប៉ុន្តែមិនចូលរៀនជាហេតុធ្វើឲ្យការអប់រំធ្លាក់ចុះយ៉ាងខ្លាំងទាំងនេះសិតតែជាអត្ថបទដែលយើងតែងតែឃើញក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែលនរណាក៏ធ្លាប់ឃើញធ្លាប់បានស្ដាប់ពីអ្វីដែលគេនិយាយតគ្នានោះបើនេះជាអត្ថបទចុះហេតុអ្វីរឿងអ្វីដែលយើងមិនអាចសរសេរបាននោះកន្លែងណាក៏ជាកន្លែងសរសេរដែរកន្លែងណាក៏ជាកន្លែងយើងសង្កេតដែរតែសួរថាហេតុអ្វីយើងមិនសរសេរហេតុអ្វីយើងមិនសង្កេតហេតុអ្វីយើងមិនតាមដានរឿងទាំងអស់នេះឬមួយមកពីចរិតរបស់យើងចូលចិត្តតែមើលរំលងមែនហើយប្រហែលជាយើងគិតថាវាគឺជារឿងធម្មតាទៅហើយបានជាយើងមិនចាប់អារម្មណ៍តែសូមយើងត្រឡប់ទៅមើលដំណើរនៃការត្រាស់ដឹងរបស់ព្រះពុទ្ធថាកើតឡើងយ៉ាងដូចម្តេចខ្លះព្រះពុទ្ធតែងតែព្យាយាមសង្កេតទៅធម្មជាតិដែលនៅជុំវិញខ្លួនព្រះពុទ្ធរៀនសូត្រពីធម្មជាតិទាំងនេះហើយដែលកើតឡើងពីចំណុចធម្មតាមួយដែលមនុស្សគ្រប់គ្នាតែងមើលរំលងប៉ុន្តែព្រោះតែចំណុចធម្មតាទាំងនេះហើយដែលធ្វើឲ្យមនុស្សធម្មតាម្នាក់ខ្លាចជាអ្នកមានចំណេះដឹងអាចពន្យល់ណែនាំមនុស្សជាច្រើនឲ្យប្រព្រឹត្តតាមទ្រឹស្ដីខ្លួនបានទាំងនេះវាមិនមែនកើតឡើងពីចំណុចធម្មតាទេឬយ៉ាងណាមនុស្សក្នុងសង្គមមិនមែនអ្នកណាក៏ដោយឲ្យតែចង់សរសេរសិតតែសរសេរបាននោះទេប៉ុន្តែអ្នកដែលចង់សរសេរពិតប្រាកដទោះទៅដល់ទីកន្លែងណាក៏ដោយក៏នៅតែអាចកាន់ប៊ិចយកមកសរសេរបានដែរចំណែកអ្នកដែលមានក្តីស្រមៃចង់ខ្លាចជាអ្នកសរសេរប៉ុន្តែមិនដែលអនុវត្តទោះបីជាខ្លួនកំពុងកាន់ប៊ិចកាន់សៀវភៅក៏ដោយក៏មិនដឹងថាខ្លួនឯងត្រូវសរសេរពីអ្វីដែរតើមកពីអ្វីមួយវិញទៀតបើគ្រាន់តែសរសេរដើម្បីផលប្រយោជន៍របស់ខ្លួនឬរបស់បកពួកណាមួយដោយលើកជើងមកខាងហើយជើងមកខាងទៀតនោះគុំសរសេរល្អជាងប្រសិនបើយើងខិតខំប្រឹងប្រែងរៀនសរសេរដើម្បីតែយកមកធ្វើកិច្ចការបម្រើបកពួកខ្លួនឬយកចំណេះដឹងដែលខ្លួនមានមកសរសេរបំពុលមនុស្សអវិជ្ជាទេយើងមិនចាំបាច់ប្រឹងរៀនសរសេរឲ្យចេះពេកនោះទេព្រោះកាលណាបើសង្គមមានស្មេបែបនេះច្រើនធ្វើឲ្យតម្លៃនៃអ្នកនិពន្ធកាន់តែចុះខ្សោយទៅធ្វើឲ្យប្រទេសជាតិកាន់តែដុនដាបទៅហើយចឹងហើយទៅយើងដែលជាអ្នករៀនសរសេរត្រូវតែធ្វើយ៉ាងណាកសាងខ្លួនឲ្យខ្លាចជាអ្នកសរសេរដ៏ពូកែម្នាក់ដោយចូលលើគោលគំនិតនៅកណ្ដាលមិនលំអៀងទៅខាងណាមួយដើម្បីមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងទូលំទូលាយការនិយាយស្រួលជាងការសរសេរម្ចាស់ស្នាដៃសៀវភៅអំណាចជាអំណាចបានពោលក្នុងសៀវភៅនេះថាពាក្យសម្ដែងដែលនិយាយ100ម៉ាត់បើយកមកសរសេរជាសាច់ការគឺបានយ៉ាងច្រើន10ម៉ាត់នេះពិតជាសបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ថាការសរសេរគឺមិនងាយស្រួលនោះទេបើការសរសេរងាយស្រួលម្លេះវាយគ្មិនពួកគេនិយាយទាំងឡាយខ្លាចទៅជានិពន្ធអស់បាត់ទៅហើយនេះដោយសារតែការសរសេរមិនមែនងាយស្រួលដូចជាការនិយាយទេគឺបានន័យថាពេលចាប់ដើមសរសេរគឺចាប់ដើមគិតឲ្យត្រូវវិភាគខុសត្រូវថ្លឹងថ្លែងល្អនិងអាក្រក់ទេតែពេលដែលយើងនិយាយវិញគឺគ្រាន់តែនិយាយចេញទៅតាមអ្វីដែលយើងបានចេះដឹងតែប៉ុណ្ណោះមិនបានវិភាគស៊ីជម្រៅដោយការសរសេរនោះទេខ្លះជាអ្នកពួកគេនិយាយប៉ុន្តែការសរសេរសំណេរផ្សេងបែបជាគ្មានរសជាតិគួរឲ្យចង់អានទៅវិញចំណែកអ្នកខ្លះទៀតវិញមិនសូវមិត្តក៏មិនសូវមានវោហារស័ព្ទច្រើនទេប៉ុន្តែបើសំណេរដែលសរសេរចេញមកគឺមុតជាងផ្លែដើមទៅទេនេះក៏បង្ហាញយ៉ាងច្បាស់ដែរថាការសរសេរគឺមិនមែនកំណត់ថាអ្នកជាមនុស្សពូកែវោហារឬក៏ពូកែខាងណានោះទេសំខាន់គឺពេលដែលចាំកាន់ប៊ិចមកសរសេរទៅអាចវាស់ដឹងអំពីទឹកដីរបស់ខ្លួនឯងបាទក្នុងការសរសេរមិនមែនចេះតែសរសេរដោយពាក្យសម្ដីដែលយើងនិយាយចេញទៅនោះទេការសរសេរត្រូវតែជាការវិភាគដ៏លម្អិតទៅលើបញ្ហាដែលយើងកំពុងតែសរសេរនោះថាអ្វីត្រឹមអ្វីខុសឬក៏ត្រឹមត្រូវទាំងពីរឬក៏ខុសទាំងពីរត្រង់ចំណុចនេះម្ចាស់ស្នាដៃសៀវភៅពីអ្នកអានទៅអ្នកសរសេរក៏បានសរសេរដែរថា
គំនិតត្រឹមត្រូវត្រូវចេះឲ្យតម្លៃឯគំនិតខុសឆ្គងត្រូវចេះរិះគន់គំនិតល្អត្រូវយកមកអនុវត្តឯគំនិតអាក្រក់ទៅបោះបង់ចោលហេតុអ្វីក៏ត្រូវចូលខ្លះយកខ្លះបែបនេះព្រោះអ្នកសរសេរគឺមិនមែនឥតខ្ចោះនោះទេដូច្នេះហើយត្រូវតែព្យាយាមអនុវត្តចំណុចល្អឲ្យបានច្រើនបោះចោលចំណុចអាក្រក់ដើម្បីទទួលយកការរីកចម្រើនស្នាដៃរបស់យើងដែលអ្នកសរសេរត្រូវតែជាអ្នកពូកែស្រាវជ្រាវបើសរសេរតាមអ្វីដែលយើងនឹកឃើញយើងនឹងមិនអាចសរសេរបានច្រើនឡើយអស់គំនិតក៏អស់សំណេរតាមនឹងអីចឹងដែរដូច្នេះអ្នកនិពន្ធត្រូវតែជាអ្នកពូកែអានពូកែស្រាវជ្រាវពូកែវិភាគដឹងរឿងសង្គមបានច្រើនពូកែអត់ធ្មត់យល់ដឹងផ្នែកចិត្តសាស្ត្រជាពិសេសនោះគឺការសិក្សាស្វែងយល់ទស្សនវិជ្ជាឲ្យបានច្រើនកាន់តែស៊ីជម្រៅទើបសំណេរកាន់តែមានទម្ងន់អ្នកនិយាយអាចខ្លាចជាអ្នកសរសេរលុះត្រាមានចំណុចខាងលើនេះតែអ្នកពូកែនិយាយខ្លះឬអ្នកចេះដឹងខ្លះគ្មានបំណងសម្បត្តិតែគិតចង់ខ្លាចជាអ្នកសរសេរព្រោះគិតខ្លាចថាចំណេះដឹងនៃគិតសរសេរចូលទៅក្នុងសៀវភៅអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិព្រោះសំណេរយើងមិនដឹងថាតើជាសំណេរដែលអាចជួយសង្គ្រោះសង្គមឬក៏សំណេរដែលបង្កភាពច្របូកច្របល់ដល់សង្គមនោះទេត្រង់ចំណុចនេះខ្ញុំនឹកដល់សម្ដីអ្នកនិពន្ធវ័យក្មេងម្នាក់ដែលខ្ញុំបានជួបគិតកាលពីខ្ញុំទៅដើរលេងនៅក្នុងវត្តគិតនិយាយថាសៀវភៅដែលគិតសរសេរនេះវាមិនទាន់គ្រប់ជ្រុងជ្រោយនោះទេប៉ុន្តែគិតនឹងព្យាយាមធ្វើវាឲ្យបានល្អជាងនេះបន្ថែមទេប៉ុន្តែគិតនៅតែឆ្ងល់រឿងមួយគឺគ្រូរបស់គិតលោកគ្រូរបស់គិតជាមនុស្សម្នាក់ដែលចែករំលែកចំណេះដឹងដ៏ច្រើនជាពិសេសគឺចែករំលែកចំណេះដឹងឲ្យអ្នកនិពន្ធវ័យក្មេងនឹងតែម្ដងប៉ុន្តែបែរជាលោកគ្រូខ្លួនឯងមិនសរសេរទៅវិញក្នុងចិត្តខ្ញុំចេះតែគិតថាប្រសិនជាលោកគ្រូនោះសរសេរសៀវភៅវិញមិនដឹងថាអត្ថបទល្អបែបណាទេព្រោះតាមការរៀបរាប់នោះគឺជក់ចិត្តខ្លាំងមែនទែនតែគួរឲ្យសោកស្ដាយដែលលោកគ្រូនោះបាននិយាយប្រាប់បងប្រុសអ្នកនិពន្ធវ័យក្មេងនោះថាខ្ញុំមិនចេះសរសេរនោះទេត្រង់ចំណុចនេះខ្ញុំអាចដឹងបានថាប្រហែលជាគិតព្រួយបារម្ភចំពោះការសរសេរសៀវភៅព្រោះថាបើសរសេរល្អជាតិរងរឿងតែបើសរសេរមិនល្អជាតិនឹងដុនដាបចំណេះដឹងល្អបើចែករំលែកដល់មនុស្សអវិជ្ជានឹងក្លាយជាថ្នាំព្យាបាលយ៉ាងពូកែស័ក្តិសិទ្ធិរីឯចំណេះដឹងអាក្រក់បើចែករំលែកចំពោះមនុស្សអវិជ្ជាច្បាស់ជាធ្វើឲ្យសង្គមវឹកវរជាមិនខានសរុបមកអ្នកសរសេរនៅតែជាអ្នកគ្រោះថ្នាក់សម្រាប់សង្គមផងនិងជាអ្នកជួយស្រោចស្រង់សង្គមផងចេះនិយាយមិនប្រកាសថាអាចសរសេរបាននោះទេហើយចេះសរសេរក៏មិនប្រកាសថាអាចសរសេរបានល្អនោះដែរវាទាមទារឲ្យយើងមានការហ្វឹកហាត់ឥតឈប់ឈរគ្រប់ផ្នែកទាំងអស់សរសេរឲ្យគេអានយល់អ្នកសរសេរខ្លះតែងតែយល់ច្រឡំថាខ្លួនឯងជាអ្នកសរសេរល្អម្នាក់ទោះសរសេរបែបណាក៏អ្នកអាននៅតែអានយល់ដែរព្រោះកាលណាអ្នកអានមិនយល់គេប្រកាសជាអង្គុយគិតពីពាក្យទាំងអស់នោះហើយអ្នកសរសេរខ្លះចូលចិត្តប្រើពាក្យពិបាកជាច្រើនដែលធ្វើឲ្យអ្នកអានពិបាកនឹងយល់ពីអត្ថន័យទាំងធ្វើជាអ្នកសរសេរមិនត្រូវសរសេរយល់តែចិត្តខ្លួនឯងនោះទេហើយក៏មិនមែនសរសេរដើម្បីតែខ្លួនឯងនោះដែរគឺអ្នកសរសេរត្រូវតែសរសេរធ្វើយ៉ាងណាមិនឲ្យហួសពីព្រំដែននៃគោលដៅរបស់ខ្លួនឡើយឧទាហរណ៍ថាយើងសរសេររឿងប្រឡំលោកមួយសម្រាប់សិស្សវិទ្យាល័យអានប៉ុន្តែយើងប្រើពាក្យពិបាកឬលេងពាក្យខ្លាំងពេកដែលធ្វើឲ្យអ្នកអានទៅអានមិនយល់ពីអ្វីដែលយើងចង់សរសេរផ្ដល់ទៅអ្នកអានឲ្យទទួលបានចំណេះដឹងដែលយើងផ្ដល់ឲ្យទៅនោះពេលខ្លះសរសេរមិនមែនចាំបាច់ទើបតែដាក់ពាក្យពិបាកពេកទេឬក៏ដាក់ពាក្យលយដើម្បីយើងអាចខ្លាចជាអ្នកសរសេរស្នាមនោះទេពាក្យសាមញ្ញអានងាយយល់តែត្រង់ពេកអ្នកសរសេរត្រូវតែចេះបង្កប់អត្ថន័យឲ្យអ្នកអានរកន័យដែលខ្លួនឯងខ្លះព្រោះបើកាលណាយើងព្យាយាមសម្រាយការសរសេររបស់យើងខ្លាំងពេកអ្នកអាននឹងធ្លាក់ចូលក្នុងអន្ទាក់មួយគឺទម្លាប់ខ្ជិលគិត Albert Einstein បាននិយាយថាអ្នកដែលយល់ថាការគិតមិនលំបាកអ្នកនោះមិនដែលធ្លាប់បានគិតទេអញ្ចឹងហើយបើកាលណាអ្នកអានដោយមិនបានគិតអ្វីទៅតែសោះនោះសៀវភៅឬសំណេររបស់យើងមិនអាចដកជាប់នៅក្នុងបេះដូងអ្នកអានបានទេគឺគ្រាន់តែអានចប់ហើយអ្វីក៏ចប់ទៅតាមនឹងដូច្នោះដែរ
ប៉ុន្តែបើមែនទែនទៅការព្យាយាមសរសេរសំណេរយល់តែចិត្តខ្លួនឯងបែបនេះវាមិនមានផលចំណេញអ្វីសម្រាប់ខ្លួនឯងនោះទេហើយបានព្យាយាមចំណាយពេលតែងនិពន្ធជាច្រើនថ្ងៃខែឆ្នាំប៉ុន្តែពេលចេញផ្សាយទៅធ្វើឲ្យអ្នកអានលិនមិត្តសឹងតែគ្រប់គ្នាថាសេភៅនេះសរសេរមកពិបាកអានណាស់ទោះព្យាយាមអាន3-4 ដងយ៉ាងណាក៏មិនយល់ដែរឬខ្លះទៀតហ៊ានបោះពាក្យសម្ដីថាទើបតែឲ្យបណ្ឌិតទៅអានយល់សូមកុំមើលរំលងចំណុចសាមញ្ញព្រោះចំណុចសាមញ្ញនឹងคล้ายជាចំណុចដ៏អស្ចារ្យបើគ្មានវត្តមានចំណុចអស្ចារ្យនៅទីនោះសំណេរមួយមានន័យឬគ្មានន័យគឺអ្នកសរសេរត្រូវតែគិតគូរពីចំណុចសាមញ្ញឡើងទៅអ្នកសរសេរខ្លះព្រោះតែចង់បានការសរសើរពីមហាជនសុខចិត្តខំសរសេរពាក្យដែលខ្លួនឯងមិនដឹងដាក់ចូលទៅក្នុងសំណេរដើម្បីឲ្យអ្នកអានទៅមានចម្ងល់ក្នុងសំណេរខ្លួនតែបើមែនតែនទៅពាក្យសាមញ្ញធ្វើឲ្យអ្នកអានងាយយល់ជាងពាក្យអ្វីទាំងអស់បើចង់ឲ្យអ្នកអានឆាប់យល់ពីអ្វីដែលយើងចង់សរសេរចង់ផ្ដល់ឲ្យទៅអ្នកអាននោះសូមព្យាយាមប្រើពាក្យសាមញ្ញប៉ុន្តែបង្កប់នៅក្នុងសំណេរប្រៀបដូចជាឃ្លាដ៏អស្ចារ្យមួយដែលអ្នកអាននឹកស្មានមិនដល់អក្ខរាវិរុទ្ធសំខាន់សម្រាប់អ្នកសរសេរតារាចម្រៀងបើទោះបីជាច្រៀងពីរោះយ៉ាងណាក៏ដោយក៏នៅតែគោរពភ្លេងជានិច្ចបើតារាចម្រៀងមិនគោរពភ្លេងឬមេឡូឌីទេនោះចម្រៀងមួយបទនឹងប្រៀបដូចជាសំឡេងស្រែកលេងធម្មតាអញ្ចឹងដែរចំពោះអ្នកសរសេរវិញបើទោះបីជាខ្លួនពួកគេសរសេរយ៉ាងណាក៏ដោយក៏ត្រូវតែគោរពតាមវចនានុក្រមហើយសរសេរឲ្យត្រូវអក្ខរាវិរុទ្ធផងដែរបើអ្នកសរសេរមិនត្រូវអក្ខរាវិរុទ្ធនោះទេវានឹងធ្វើឲ្យអ្នកអានមានការស្ទាក់ស្ទើរនិងអស់ទឹកចិត្តក្នុងការអានសំណេររបស់យើងហើយមួយវិញទៀតការសរសេរមិនត្រូវអក្ខរាវិរុទ្ធនេះដែរវានឹងបង្កឲ្យមានគុណវិបត្តិជាច្រើនដល់ថ្នាក់សិក្សាជំនាន់ក្រោយទៀតសប្តាហ៍ថ្ងៃយើងសង្កេតឃើញហើយថាការសរសេររបស់ប្រជាជនយើងពិសេសគឺយុវជនមានការសរសេរខុសអក្ខរាវិរុទ្ធច្រើនមែនទែនដែលជាហេតុធ្វើឲ្យអក្សរសាស្ត្រខ្មែរធ្លាក់ចុះយ៉ាងខ្លាំងឧទាហរណ៍ពាក្យអរគុណបែជាសរសេរអង់គ្លេសជាសំនៀងភាសាខ្មែរពាក្យចរិតបែជាសរសេរពាក្យចរិតឬចរិតដោយសុភាសិតខ្មែរមួយឃ្លាបានលើកឡើងថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិកឹងកានបើយុវជនជំនាន់នេះសរសេរខុសហើយយុវជនជំនាន់ក្រោយនៅតែបន្តខុសកាន់តែច្រើនដែរនោះកង្វល់មួយសម្រាប់អ្នកសរសេរគ្រប់រូបគួរគិតពិចារណាពិសេសនៅក្នុងសង្គមខ្មែរឥឡូវ2021ពិសេសគឺយុវជននេះឯងដែលជាដើមហេតុមួយកំពុងបំផ្លាញអក្សរសាស្ត្រជាតិខ្លួនឯងជាស្ដែងដូចជាការសរសេរអក្សរអង់គ្លេសប៉ុន្តែមានសូរសៀងអានជាសំនៀងភាសាខ្មែរខ្ញុំហើយការកើនឡើងនៃអ្នកនិពន្ធវ័យក្មេងក៏ឃើញមានច្រើនណាស់ដែរចំណុចនេះគួរឲ្យព្រួយបារម្ភដែរខ្លាចក្រែងមានការសរសេរខុសកាន់តែច្រើនហើយចែកចាយដល់មិត្តអ្នកអានផ្សេងទៀតឲ្យខុសតាមខ្លួនដែលជាអ្នកសរសេរក្មេងខ្ចីចំណុចនេះមិនមែនខ្ញុំចង់និយាយថាអ្នកនិពន្ធវ័យក្មេងគ្មានសមត្ថភាពនោះទេអ្នកនិពន្ធវ័យក្មេងអាចមានភាពប៉ិនប្រសប់ជាងអ្នកនិពន្ធចាស់ផងក៏ថាបានហើយមានឥទ្ធិពលជាងអ្នកនិពន្ធចាស់ទៀតផងក៏មានប៉ុន្តែស្របពេលជាមួយនឹងមហិច្ឆតាចង់ខ្លាចជាអ្នកនិពន្ធនេះផងដែរសូមគិតអំពីក្តីបារម្ភចំពោះអក្សរសាស្ត្រជាតិផងព្រោះអ្នកនិពន្ធអាចមានឥទ្ធិពលជាងអ្នកនយោបាយនិងអាចមានឥទ្ធិពលជាងមេដឹកនាំណាមួយទៀតផងអញ្ចឹងបើយើងដែលជាសរសេរជាអ្នកសាព្រោះចំណេះដឹងដល់អ្នកអានសាព្រោះតែអ្វីដែលខុសច្រើនពេកនោះប្រទេសជាតិយើងនឹងកាន់តែដុនដាបទៅមិននិយាយចំពោះតែអ្នកដែលចង់ខ្លាចជាអ្នកសរសេរនោះទេសូម្បីតែសិស្សានុសិស្សដែលសិក្សាថ្នាក់អនុវិទ្យាល័យថ្នាក់វិទ្យាល័យឬនិស្សិតក៏ដោយក៏ត្រូវតែព្យាយាមសរសេរឲ្យបានត្រឹមត្រូវអក្ខរាវិរុទ្ធតាមវចនានុក្រមសង្ឃរាជនាតគ្រប់រូបទោះជាពេលខ្លះយើងមិនអាចសរសេរត្រូវ 100% ក៏ពិតមែនប៉ុន្តែបើយើងព្យាយាមសរសេរឲ្យបានត្រឹមត្រូវមានភាគរយច្រើនជាងការខុសនោះយើងនឹងគ្មានបានអក្សរសាស្ត្រឡើយហើយក៏ជាការបង្កើតឲ្យមានភាពងាយស្រួលដល់យុវជនជំនាន់ក្រោយផងចេះតែសរសេរឬសរសេរតាមចេះសំណេរមួយឃ្លាសុទ្ធតែមានអត្ថន័យបង្កប់នៅក្នុងនោះហើយខ្លះទៀតក៏មានអត្ថន័យបង្ហាញឲ្យឃើញត្រង់
តែម្ដងដោយគ្មានការបង្កប់អ្វីទាំងអស់ដូច្នេះសម្រាប់អ្នកអានដែលចូលចិត្តអត្ថន័យបង្កប់គឺមានការគិតនិងវិភាគបានល្អជាងព្រោះការអានអត្ថបទឬក៏រឿងអ្វីមួយដែលមានអត្ថន័យបង្កប់ច្រើនវានឹងនាំខួរក្បាលរបស់យើងឲ្យកាន់តែមានចម្ងល់ច្រើនឡើងនៅពេលអានសៀវភៅហើយវាក៏ជាការវឹកហាត់ខួរក្បាលរបស់យើងឲ្យធ្វើការបានរហ័សផងដែរដោយសុភាសិតខ្មែរមួយឃ្លាបានពោលថាកុំស្លាប់ដោយពលរស់ដោយកង្កែបបើយើងសង្កេតនិងគិតឲ្យបានស៊ីជម្រៅទៅនោះយើងនឹងបានឃើញអត្ថន័យពីរក្នុងសុភាសិតមួយនេះអត្ថន័យទី1គឺអត្ថានុរូបសំដៅទៅលើន័យចំហើយមួយទៀតគឺអត្ថាបដិរូបសំដៅទៅលើន័យធៀបក្នុងនាមយើងជាអ្នកសរសេរយើងក៏អាចសង្កេតមើលទឹកដៃអ្នកនិពន្ធរូបណាដែលមានការស្រាវជ្រាវខ្ពស់មានចំណេះដឹងច្រើនបានដោយងាយព្រោះថាអក្សរនៅក្នុងក្រដាសដែលអ្នកនិពន្ធសរសេរចេញមកគឺបានរៀបរាប់ពីចរិតលក្ខណៈរបស់អ្នកនិពន្ធបង្ហាញទាំងសិលធម៌និងគុណធម៌របស់អ្នកនិពន្ធនៅក្នុងក្រដាសនោះឯងចឹងហើយយើងក៏អាចដឹងបានខ្លះថាអ្នកនិពន្ធរូបនោះសរសេរដើម្បីជួយដល់សង្គមជាតិឬសរសេរដើម្បីបំពុលសង្គមជាតិព្រោះថាអ្នកនិពន្ធខ្លះក៏មិនល្អនោះដែរបើសង្គមរបស់យើងសម្បូរដោយអ្នកនិពន្ធដែលបំពុលសង្គមនោះប្រទេសជាតិនឹងរលាយឆាប់ហើយបើប្រទេសជាតិរបស់យើងសម្បូរដោយអ្នកនិពន្ធជួយដល់សង្គមច្រើននោះប្រទេសជាតិយើងនឹងរីកចម្រើនឆាប់រហ័សព្រោះថាអ្នកនិពន្ធខ្លះក៏មិនល្អនោះដែរបើសង្គមរបស់យើងសម្បូរដោយអ្នកនិពន្ធដែលបំពុលសង្គមនោះប្រទេសជាតិនឹងរលាយឆាប់ហើយបើប្រទេសជាតិយើងសម្បូរដោយអ្នកនិពន្ធដែលជួយដល់សង្គមច្រើននោះប្រទេសជាតិយើងនឹងរីកចម្រើនឆាប់រហ័សព្រោះថាអ្នកនិពន្ធខ្លះអាចមានឥទ្ធិពលខ្លាំងជាងអ្នកនយោបាយទីផងក៏មានដែរទោះយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ហើយស្រឡាញ់មានបំណងចង់ប្រឡូកក្នុងសមរភូមិសំណេរសូមប្រើចុងប៊ិចឲ្យដូចជាចុងដាវប្រើខ្មៅដែលសរសេរឲ្យដូចជាឈាមក្រហមដែលស្រក់នៅលើក្នុងសមរភូមិសង្គ្រាមដែលយើងកំពុងប្រយុទ្ធសូមជៀសវាងការសរសេរផ្ដេសផ្ដាសព្រោះវាអាចបង្កជាគ្រោះកាចដល់សង្គមចេះអ្វីសរសេរនឹងមិនដឹងអ្វីត្រូវស្រាវជ្រាវដើម្បីសរសេរឲ្យទៅតាមសច្ចភាពគុណធម៌និងសិលធម៌របស់អ្នកនិពន្ធបើយើងសរសេរអ្វីដែលយើងចេះគឺប្រៀបដូចជាយើងបានសាបព្រោះក្រពូជដ៏ល្អមួយសម្រាប់ចំការរបស់យើងបើយើងចេះតែសរសេរគឺប្រៀបបាននឹងការប្រើប្រាស់គ្រឿងស្រវឹងដល់នរណាម្នាក់អោយស្រវឹងវង្វេងវង្វាន់លែងដឹងអ្វីត្រូវនិងអ្វីខុសសរុបមកនៅពេលដែលយើងចាប់កាន់ប៊ិចសូមនឹកដល់ពេលកាន់ដាវសម្រាប់មនុស្សមានឈាមស្រក់តែចុងប៊ិចសម្រាប់មនុស្សដោយគ្មានឈាមស្រក់សំបីមួយដំណក់ដូច្នេះហើយត្រូវសរសេរអ្វីដែលយើងចេះបានហើយដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់សង្គមដទៃទៀត